បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូរស័ព្ទ Honor មួយបាទវាជាប់លេខកូដបងប្អូនណាបាទតើការដោះលេខកូដលើទូរស័ព្ទដៃ model តើយើងដោះរបៀបម៉េចបងប្អូនណាបាទដូចខ្ញុំបានធ្វើតេស្តអញ្ចឹងគឺវាជាប់លេខកូដចែកបងប្អូនណាបាទហើយ series នេះដែរគឺ series Honor បងប្អូនណាបាទអញ្ចឹងដឹងតែ series Honor ដឹងថា model អីបងប្អូនមានទូរស័ព្ទ Oppo ក៏បាន Samsung ក៏បានបងប្អូនចុចកន្លែង Google Guide Scan ហ្នឹងបងប្អូនថតខ្នងក្រោយទៅវាប្រាប់ series model យើងថា model ហ្នឹង model អីបងប្អូនណាបងប្អូនស្រួលដោះឬក៏ស្រួលធ្វើអញ្ចឹងណាបាទចឹងបងប្អូនឲ្យដឹងថា model អញ្ចឹងបងប្អូនវាយនៅក្នុង YouTube ទៅបាទរបៀបដោះលេខកូដបាទ Honor X6A អញ្ចឹងបងប្អូនណាយើងគេប្រាប់របៀបដោះឲ្យបងប្អូនណាបាទអញ្ចឹងឲ្យតែដឹង model វាបងប្អូនវាយនៅក្នុង YouTube ទៅថារបៀបដោះលេខកូដឬក៏អីអញ្ចឹងទៅបងប្អូនចង់បាននេះបងប្អូនឲ្យដឹងឈ្មោះបងប្អូនវាយតាមហ្នឹងទៅគឺវាលោតឲ្យបងប្អូនណាបាទហើយ model នេះដែរគឺខ្ញុំព្យាយាមដោះលេខកូដច្រើនដងទៅគឺវាជាប់នីតិបងប្អូនណាបាទនៅជាប់នីតិបាទហើយដំបូងឡើយបងប្អូនដើម្បីដោះលេខកូដបងប្អូនចុចបិទសិនបងប្អូនណាបាទរាល់ទូរស័ព្ទទាំងអស់គឺយើងចុចបិទបាទហើយប៊ូតុងវាយើងប្រើតែពីរទេប៊ូតុង power និងប៊ូតុងសំឡេងបូកខាងលើបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនចាំចុចតាមខ្ញុំបាទចុចពីរព្រមគ្នាបាទចុចឲ្យចេញភ្លើងមកចាំយើងប្លែងប៊ូតុង power យើងទុកតែសំឡេងបូកខាងលើបងប្អូននេះឃើញទេចេញ logo យើងមកយើងប្លែងប៊ូតុង power ទៅមកសំឡេងបូកខាងលើគឺយើងនៅចុចដដែលរហូតទៅវាលុតចាំយើងប្លែងដៃបាទនេះវាប្លែកត្រង់ប្លែកខុសពីគេទេបងប្អូនណាបាទឃើញទេបាទហ្នឹងហើយបាទលុតមកចាំយើងប្លែងដៃបងប្អូនណាខ្ញុំប្លែងឃើញទេបាទហ្នឹងហើយបាទអញ្ចឹងបន្ទាប់មកទៀតបងប្អូនយើងប្រើប៊ូតុងសំឡេងបូកដកដើម្បីយើង select យើងចុះក្រោមឡើងលើអញ្ចឹងប៊ូតុងបូកដកបាទហ្នឹងហើយយើងចង់បានកន្លែងណាយើងចុច power មកគឺអូខេបងប្អូនបាទឥឡូវយើងរំកិលរកពាក្យ factory reset បងប្អូននៅខាងលើបងប្អូនបាទហ្នឹងហើយយើងចុចហ្នឹងមកយើងចុច power បាទបន្ទាប់មកបងប្អូននេះពាក្យ yes បាទវាយពាក្យ yes ហ្នឹងមកដើម្បីសុំសិទ្ធយើងចូលទៅ reset ហ្នឹងបងប្អូនណាពាក្យហ្នឹងបើយើងវាយខុសក៏វាអត់ reset ឲ្យដែរបងប្អូនបន្ទាប់មកយើងទាញប៊ូតុងយើងចុចដៃក៏បានយើងប្រើប៊ូតុងទាញឡើងលើបាទដាក់កន្លែង factory reset យើងចុច power ទៅវា reset ឲ្យយើងបងប្អូនណាបាទអញ្ចឹងបន្ទាប់មកទៀតបងប្អូនចុចប៊ូតុងមកខាងក្រោមប៊ូតុងបាទនេះយើងចុច web hack partition បងប្អូនណាបាទបន្ទាប់មកបងប្អូនចុច power មួយទៀតទៅបាទពីលាងសម្អាតសំណល់បងប្អូនណាខាងក្រោមមិញណាបាទហ្នឹងហើយអញ្ចឹងបន្ទាប់មកបងប្អូនចុចប៊ូតុងបាទ volume ដកខាងក្រោមយកចុច back មកបាទចុច power បន្ទាប់មកយើងទាញឡើងលឿនតិចដាក់ restart យើងចុច power បងប្អូនណាបាទយើងរំកិលប៊ូតុងហ្នឹងបងប្អូនណាបាទទៅយើងប៊ូតុង power restart បងប្អូនណាបាទកន្លែងនេះបងប្អូនរងចាំ plate ខ្ញុំកាត់យកឲ្យវាលោតដល់កម្មវិធីនេះមកបងប្អូនណាវារៀងយូរដែរខ្ញុំចុចឲ្យដល់កម្មវិធីចេះហ្មងអញ្ចឹងបងប្អូនបាទបើសិនទូរស័ព្ទបងប្អូនរៀងយូរអីបងប្អូនរងចាំទៅបាទបន្ទាប់មកកន្លែងនេះខ្ញុំរើសភាសាអង់គ្លេសបាទខ្ញុំចុចបាទ United States ខ្ញុំចុច next ទៅមុខទៅបាទតោះមកខ្ញុំធីកកន្លែងនេះដើម្បីខ្ញុំ next ទៅមុខទៀតបាទកន្លែងនេះឲ្យយើងដាក់ SIM យើង skip បងប្អូនណាបាទអត់មាន SIM ផងយើង skip ទៅបាទកន្លែងនេះគេឲ្យយើង connect Wi-Fi បងប្អូនណាបាទបើសិនយើងវាចេញ skip ទៅយើងព្យាយាម skip បើយើងចុចរំលងមកបើសិនវាឲ្យយើងទៅយើងចុចរំលងទៅបើអត់ឲ្យទៅយើងចុច Wi-Fi ទៅបងប្អូនកន្លែងហ្នឹងណាបាទឥឡូវយើងចុច Wi-Fi សិនបងប្អូនណាដោយសារតែយើង skip ពីវាដល់វាឲ្យទៅទៀតឥឡូវយើងចុច Wi-Fi យើង next ទៅមុខទៀតបាទនៅវាចេញ next ឲ្យយើងទៅបងប្អូនណាបាទហ្នឹងហើយបាទរងចាំអត់ភ្លើបងប្អូនណាបាទតោះមកបងប្អូនចុច try another network បងប្អូនកន្លែងហ្នឹងបាទចុចកន្លែងហ្នឹងមកបាទចាំតទៅបងប្អូនរងចាំអត់ភ្លើកន្លែងនេះបងប្អូនចុច done copy បាទ Honor X6B បងប្អូនណាឈ្មោះវាបងប្អូនបាទ series Honor X6B បាទកន្លែងនេះវាទារលេខកូដយើងបងប្អូនលេខកូដដែលគេដាក់ពីមុនណាបាទកន្លែងនេះបងប្អូនស្គាល់លេខកូដយើងវាយលេខកូដទាំងទៅបើអត់ស្គាល់ទេមានតែបងប្អូនដោះតាម Google account បងប្អូនណាបាទហ្នឹងហើយបាទកន្លែងនេះឲ្យយើងដាក់លេខកូដណាបាទតែលេខកូដយើងអត់ចាំផងបងប្អូនណាបាទបើយើងចាំលេខកូដយើងវាយប៉ុណ្ណឹងមិនយើងចុចនេះទៅវាដោះឲ្យយើងកន្លែងហ្នឹងហើយតែបើអត់ចាំទេបងប្អូនចុចនេះ Google account ហ្នឹងមកនេះវាចុច Google account អញ្ចឹងតើអា series នេះX6B នេះ Honor X6B នេះតែយើងដោះតាម Google account ដោះតាមរបៀបម៉េចបងប្អូនបាទអញ្ចឹងបងប្អូនចាំដោះតាមខ្ញុំដូចទៅបងប្អូនបាទតើមកបងប្អូនមាន SIM អីមួយបងប្អូនណាបាទមាន SIM Smart Card 12ក៏បានបងប្អូននេះដើម្បីយើងដាក់PUK បងប្អូននេះ PIN ណាបាទនេះលេខកូដវា21ដើម្បីយើងចាក់សោវាសិនបងប្អូនណាយើងទៅធ្វើ SIM សិនបាទខ្ញុំមានទូរស័ព្ទ iPhone បាទខ្ញុំចូល setting ខ្ញុំចូលកន្លែង call network ហ្នឹងមកបាទតើមកបងប្អូនចូល SIM បាទចូល SIM PIN បាទតោះមកយើងបើក PIN SIM អាលេខ21លើខ្នង SIM មិញណាអានេះបើសិនយើងវាយខុសតែ3ដងវា SIM ជាប់ lock ហើយ
មានន័យថាបើតើយើងវាយអា21ត្រូវបានវាជាប់ lock ឲ្យយើងចែកបងប្អូនឥឡូវយើងមិនដោះ SIM ឲ្យខ្ញុំដាក់ចូលវិញនេះជាប់ចែកបងប្អូនណាបាទអញ្ចឹងដើម្បីដោះទូរស័ព្ទនឹងបានតើយើងធ្វើ SIM ចេះសិនបងប្អូនណាបាទតើមកតើពីខ្ញុំចាក់កូដ SIM នឹងហើយខ្ញុំយកទៅដាក់នៅលើអានេះទូរស័ព្ទនេះបាទទូរស័ព្ទដែលយើងពងដោះលេខកូដមិញណា Honor X6B 6A បងប្អូនណាបាទតើមកកន្លែងនេះទនិចកន្លែងចាក់ SIM មាន2មានអាមួយមិចអាមួយចាក់ SIM បងប្អូនណាបាទតែចាក់មិចទៅ SIM ទៅមិចហ្នឹងបែកគ្រាប់មិចចឹងលេងខលលេងលឺសំឡេងបងប្អូនកន្លែងហ្នឹងបាទអញ្ចឹងបងប្អូនមើលច្បាស់កន្លែងហ្នឹងវាមានរុន2រុន1មិចរុន1យើងចាក់ SIM បាទនៅខាងឆ្វេងអាហ្នឹងរុន SIM បងប្អូនណាបាទតើមកខ្ញុំដាក់ប៉ុណ្ណឹងមកនេះបងប្អូនខ្ញុំ lock screen មួយវាជាប់អញ្ចេះបងប្អូនណាបាទតើមកបងប្អូនចាក់ SIM បងប្អូនចុចlock screen មួយបងប្អូនណាយើង lock screen យើងចាក់មកយើង lock screen មួយឃើញទេបាទមើលខ្ញុំ lock screen ខ្ញុំចាក់ SIM ខូចឡើងបងប្អូនណាបាទឃើញទេខ្ញុំ lock ឲ្យខ្ញុំចាក់ SIM ឡើងចែកបងប្អូនណាបាទបញ្ចេញចែកបងប្អូនណាបាទបានតើមកខ្ញុំទាញបន្តិចបញ្ចេញរូបកូនសោនេះបាទរូបស្ពឺហ្នឹងតើមកបងប្អូនចុចកន្លែងហ្នឹងមក network បងប្អូនណាបាទតើមកកន្លែងនេះបងប្អូនឃើញ unlock បាទឃើញទេបងប្អូនណាបាទកន្លែងហ្នឹងយើងចុច get start ហ្នឹងមកបាទកន្លែងនេះវារើសកន្លែងហ្នឹងបងប្អូនចុចទៅមុខទៀតទៅបាទអស់ឡើងលើតិចយើងនិចទៅមុខទៀតកន្លែងនេះវាយើងដាក់ SIM តែយើងអត់ដាក់ទេ skip បាទកន្លែងនេះបងប្អូនពីមុនខ្ញុំបញ្ចុះ Wi-Fi ខ្ញុំតែឥឡូវខ្ញុំទៅដោះ Wi-Fi ចេញសិនកុំឲ្យខ្ញុំធ្វើ share ពី Wi-Fi ទូរស័ព្ទមកវាចាប់ auto Wi-Fi របស់ខ្ញុំឥឡូវខ្ញុំបិទ Wi-Fi ហើយឥឡូវខ្ញុំទៅបើក hotspot ពីទូរស័ព្ទបងប្អូនស្រួលបិទបើកឥឡូវដើម្បីទៅបង្កើត hotspot បងប្អូនអ្នកចូលកន្លែងនេះសញ្ញាហ្នឹងទៅបងប្អូនចូលសញ្ញាព្រួយនេះបាទចាំផ្លែតបាទនេះចូលសញ្ញាព្រួយនេះដោយសារខ្ញុំកាន់ពីមបាក់ចុចបាទចូលកន្លែងព្រួយនេះបងប្អូនបាទឥឡូវនេះឃើញទេឥឡូវខ្ញុំទៅបិទ hotspot សិនខ្ញុំទៅបើកឲ្យបងប្អូនចុចមួកន្លែងនេះមកនេះកន្លែងយើងដាក់លេខកូដដាក់អីបងប្អូនចង់ដាក់ឈ្មោះអី Oppo ខ្ញុំ A93 ទៅមកកន្លែងនេះលេខកូដយើងដាក់ហើយយើងចុចគ្រីសកន្លែងនេះតែខ្ញុំអត់ដាក់ទីទេខ្ញុំទៅបង្ហាញបងប្អូនណាឥឡូវខ្ញុំទៅបើក hotspot វិញបាទ hotspot ហ្នឹងមកបាទ Oppo A93 បងប្អូនណាបាទឥឡូវយើងទៅបើកទូរស័ព្ទយើងនេះរកWi-Fi Oppo A93 នេះបងប្អូនឃើញទេបាទអញ្ចឹងយើងវាយលេខកូដចូលបាទអានេះគេឆ្នៃបងប្អូនណាបាទរបៀបដោះច្រើនតែយើងចេះរបៀបណាយើងដោះតាមរបៀបហ្នឹងទៅបន្តមកចុច next ទៅបាទហ្នឹងហើយបងប្អូនណាឃើញទេជាប់ហើយបងប្អូនបាទអញ្ចឹងបងប្អូនទូរស័ព្ទពីរនេះយើងដាក់ទឹមគ្នាដើម្បីអីដើម្បីយើង next ទៅយើងបិទ Wi-Fi បងប្អូនណាអានេះគេឆ្នៃបងប្អូនណាឃើញទេនេះបងប្អូនឃើញទេបាទចាប់ជាប់ Wi-Fi ហ្នឹងហើយបន្ទាប់មកបងប្អូនត្រូវយើងចុច next បាច់យើងចុចបិទ Wi-Fi អា hotspot នោះបាទឃើញទេខ្ញុំចុចហ្នឹងឃើញទេខ្ញុំចុច next ទៅខ្ញុំបិទ hotspot បងប្អូនណាបាទអានេះយើងឆ្នៃបងប្អូនណាបាទហ្នឹងហើយបាទទៅហើយបងប្អូនណាបាទចាំបងប្អូនរងចាំ play ទៅពេលនេះ account នេះខ្ញុំបិទ hotspot បាទនេះបងប្អូនណាកន្លែងហ្នឹងបាទអូខេអញ្ចឹងយើងចុច try កន្លែងទៀតមកបាទចុចកន្លែងហ្នឹងមកបាទហ្នឹងហើយបាទនេះបងប្អូនចូលកន្លែង C Wi-Fi នេះមកបាទកន្លែងហ្នឹងបងប្អូនណាបាទទៅមុខហើយបងប្អូនណាបាទខ្ញុំ zoom ឲ្យច្បាស់បន្តិចបាទចុច more កន្លែងទៀតទៅបាទចុចតាមខ្ញុំបងប្អូនណាបាទចុច accept ហ្នឹងមកបាទបងប្អូនកន្លែងនេះគេឲ្យយើងចុចទៅមុខទៀតកន្លែងនេះឲ្យយើងដាក់សោដៃសោអីតែយើងអត់ទេខ្ញុំចុច skip តែម្ដងបងប្អូនណាបាទកន្លែងនេះខ្ញុំចុច no send ទៅបាទកន្លែងនេះខ្ញុំចុច letter មកបាទខ្ញុំចុចក្រោម letter បាទចុច letter មួយទៀតកន្លែងហ្នឹងកំណត់ service location តែអត់ទេបាទ enable បាទ try កន្លែងហ្នឹងមកបាទខ្ញុំចុចខ្វែងខាងលើទៅដើម្បីដល់ menu ដើម្បីដល់កម្មវិធីយើងប្រើប្រាស់បងប្អូនណាឃើញទេបងប្អូនចុច finish មួយទៀតមកអូខេបងប្អូនណាបាទអញ្ចឹងបងប្អូនវីដេអូខ្ញុំក៏ដល់វគ្គបញ្ចប់ដែរបងប្អូនបាទមើលវីដេអូខ្ញុំហើយមានសារៈប្រយោជន៍ដល់បងប្អូនចុច follow page មួយ share page មួយ comment ពាក្យល្អៗមួយដើម្បីទទួលបានព័ត៌មានចំណេះដឹងលើទូរស័ព្ទពេលក្រោយទៀតបងប្អូនណាបាទហ្នឹងហើយឃើញទេបងប្អូនណាបាទរបៀបដោះលេខកូដហើយនឹង Google account លើទូរស័ព្ទដៃ Honor X6B បងប្អូនណាសូមអរគុណសូមជម្រាបលា